ក្មេងស្រីម្នាក់បានផ្លាស់ទៅភូមិថ្មីមួយដើម្បីធ្វើជាអ្នកប្រឹក្សានាងសង្ឃឹមថានឹងចាប់ផ្ដើមជីវិតថ្មីនៅទីនេះភូមិនេះតូចតែមានភាពស្ងប់ស្ងាត់នាងបានជួបអ្នកភូមិជាច្រើនអ្នកហើយចាប់ផ្ដើមសម្របខ្លួនរាត្រីមួយដែលមានភ្លៀងធ្លាក់ខ្លាំងស្រាប់តែមានស្រមោលខ្មៅងឹតមួយបានលេចឡើងស្រមោលនោះបានចាប់នាងបាត់ខ្លួនទៅក្នុងព្រៃងឹតគ្មាននរណាម្នាក់ដឹងថាមានអ្វីកើតឡើងនោះទេបងប្រុសរបស់នាងបានមកដល់ភូមិដោយទឹកមុខស្លេកស្លាំងទាំងភ័យខ្លាចចំពោះជោគវាសនារបស់ប្អូនស្រីមិត្តរួមការងារនិងបងប្រុសរបស់នាងមានការព្រួយបារម្ភយ៉ាងខ្លាំងហើយបានចាប់ផ្ដើមស្វែងរកនាងភ្លាមដល់អាចកំបាំងនេះនៅពេលយប់ជ្រៅខ្យល់ត្រជាក់បក់ផាត់នាំមកនៅអារម្មណ៍ព្រឺព្រួយព្រឹកឡើងគាត់ចាប់ផ្ដើមស្វែងរកប្អូនស្រីរបស់គាត់ដោយអស់សង្ឃឹមគាត់បានសួរអ្នកភូមិប៉ុន្តែពួកគេស្ទាក់ស្ទើរនិងភ័យខ្លាចផ្ដោតតែការព្រមានដល់អាចកំបាំងអំពីព្រៃឈើប៉ុណ្ណោះដោយប្រមូលព័ត៌មានតិចតួចដែលគាត់ដឹងថាព្រៃឈើនេះជាគន្លឹះនៃការបាត់ខ្លួនរបស់ប្អូនស្រីគាត់